sơ score đấy thà đêm rom na kê này cái ta pe chẳng hạn đi muốn kê sơ score đi muốn kê sơ score đấy thà đêm rom na kê này cái ta pe chẳng hạn ấy từ pemain punya score titik này ឌីមសរមយល់ថាពេជ្រសង្ហៈបានជួយឲ្យគេឈ្មោះរបស់គេកើនឡើងមួយកម្រិតជួយឲ្យកើនឡើងមួយកម្រិតត្រង់ថាការឈ្នះពេជ្រសង្ហៈកាលពីប្រមាណ4ខែមុនបានជួយឲ្យមហាជនជាច្រើនចាប់ផ្ដើមស្គាល់រូបគេហើយក៏ជួយឲ្យរូបគេមានឱកាសប៉ះជាមួយនឹងជើងខ្លាំងអាហ្គានីស្ថានហាត់គុនខ្មែរមហាម៉ាត់ដែរខ្ញុំតែមានឈ្មោះល្បីស្នាឈ្នះពេជ្រសង្ហៈនេះទេពីមុនគេមិនសូវស្គាល់ទេថាឌីមរមណាគេណាគេថាពេជ្រសង្ហៈអីទៅប្រហែលបងញ៉ាំស្គាល់តិចហើយ ចឹងកាលពីមុនប្រពន្ធមួយពេជ្រសង្ហៈសរុបគិតថាខ្លួនឯងសូវមានគេទទួលស្គាល់ច្រើនទេបាទធ្វើមានហ៎ដល់ពេលបន្ទាប់ពីឈ្នះសង្ហៈហើយសរុបសម្លឹងឃើញមិនដែរបន្ទាប់ពីឈ្នះពេជ្រសង្ហៈហើយគឺមានបងប្អូនគ្រប់គ្រងច្រើនជាងមុនហើយស្រឡាញ់ស្គាល់កាន់តែស្គាល់យើងច្រើនកាលពីមុនប្រពន្ធមួយសង្ហៈសរុបគិតក្នុងចិត្តអាចថាពេលហ្នឹងយើងមិនទាន់និយាយចេញតែយើងអាចលាក់ក្នុងចិត្តថាបើសិនជាឈ្នះរំពឹងថានឹងខ្លួនឯងនឹងកាន់តែមានគេឈ្មោះហើយគេទទួលស្គាល់ในការហ្នឹងមានគិតក្នុងចិត្តកូនគិតដែរបងព្រោះពេជ្រសង្ហៈណាគេមិនស្គាល់គាត់ព្រោះគាត់ជាកីឡាករម្ដាប់មួយហើយពេលគេភូកងហ្នឹងគេយកពេជ្រសង្ហៈច្រើនណាគេមិនទៅយកខ្ញុំទេហើយដល់ពេលខ្ញុំឈ្នះទៅធ្វើឲ្យបងប្អូនកាន់ស្គាល់ខ្ញុំហើយខ្ញុំក៏មានភាពល្បីល្បាញខ្ញុំចាំត្រង់គាត់បងព្រោះដឹងថាគាត់អត់ដៃអញ្ចឹងទៅយើងចាំកាត់គាត់បើមួយដឹងថាកម្លាំងចាញ់គាត់ហើយបើយើងទៅប្រូចមួយគាត់គឺមិនឈ្នះគាត់ទេអញ្ចឹងមានតែយើងរកវិធីផ្សេងកាលហ្នឹងបើតាមបងមើលកាលហ្នឹងមើលតាម live ទេដូចជាពីទឹកកន្លងមកសង្ហៈឈាមដេញបុកយើងខ្លាំងហ្នឹងមែនទេបាទគាត់ប៉ុន្តែវាយយើងគឺជាអត់ចូលសិចអីហ្មងទេយើងចេះបិទនោះហើយមួយគាត់ដឹងថាខ្ញុំស្ទើរស៊ឺបានគាត់ដេញវាយខ្ញុំតែយើងកាលនោះមានយុទ្ធសាស្ត្រអីដើម្បីទប់ទល់ជាមួយនឹងសន្ទុកទឹករបស់សង្ហៈទីមួយយើងថាយើងប្រើកែវភ្នែកយើងមើលទៅដៃគូថាគាត់ចេញអីយើងត្រៀមបិទហ្នឹងមកហើយចាំកាត់គាត់វិញគូជំរាបថាឌីមសរមធ្លាប់យកឈ្នះពេជ្រសង្ហៈម្ដងកាលពីចុងខែមិថុនាកន្លងទៅដោយកាលនោះរូបគេបានវាយកែងឲ្យពេជ្រសង្ហៈបែកហើយត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតនៅក្នុងទឹកទី3នៅសង្វៀន Extreme Cambodia យេណាគូនេះក៏មានមហាជនជាច្រើនចង់ឲ្យជួបគ្នាម្ដងទៀតដែរដោយយល់ថាការឈ្នះចាញ់លើកនេះមិនទាន់ដាច់ស្រេច